សហរដ្ឋអាមេរិកបានចាប់ខ្លួនប្រធានាធិបតីប្រទេសវេណេស៊ុយអេឡាព្រមទាំងប្រពន្ធរបស់គាត់ឥឡូវនេះគឺហោះហើរចាក់ចេញពីប្រទេសវេណេស៊ុយអេឡាហើយចឹងកាលពីម៉ោង2ទៀតភ្លឺម៉ោងនៅប្រទេសវេណេស៊ុយអេឡានៅទីក្រុងការ៉ាកាសថ្ងៃទី3ខែមករាឆ្នាំ2026ត្រឹមតែ3ថ្ងៃចូលមកឆ្នាំថ្មី2026តែប៉ុណ្ណោះសហរដ្ឋអាមេរិកបានបើកការវាយប្រហារយោធាចូលទៅកាន់រដ្ឋធានីការ៉ាកាសរបស់ប្រទេសវេណេស៊ុយអេឡាដែលបណ្ដាលឲ្យមានឮសំឡេងឡូឡាភុងផាញ់លាន់សំឡេងខ្លាំងមែនទែនតែម្ដងដោយសារតែមានការទម្លាក់គ្រាប់មានយន្តហោះចម្បាំងមានកន្ទុំរុយហោះកាត់ជាច្រើនដោយដែលវីដេអូដែលយើងបានឃើញចឹងហើយវីដេអូនោះគឺត្រូវបានថតចេញពីប្រជាជនដែលគាត់រស់នៅរដ្ឋធានីការ៉ាកាសប្រទេសវេណេស៊ុយអេឡាផ្ទាល់រួចមកប្រធានាធិបតីប្រទេសវេណេស៊ុយអេឡាគឺលោកនីកូឡាស់ម៉ាឌូរ៉ូគាត់បានប្រកាសអាសន្នប្រទេសវេណេស៊ុយអេឡាទាំងមូលស្ថិតនៅក្នុងគ្រាអាសន្នក្រោយពីមានការវាយប្រហារយោធាពីសហរដ្ឋអាមេរិកហើយប៉ុន្មានម៉ោងក្រោយមកក៏មានការបង្ហោះលើបណ្ដាញសង្គម True Social ពីសំណាក់ប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោក Donald Trump ដែលគាត់បានប្រាប់ថាសហរដ្ឋអាមេរិកបានបោកការវាយប្រហារទ្រង់ទ្រាយធំដោយជោគជ័យទៅលើប្រទេសវេណេស៊ុយអេឡាព្រមទាំងបានចាប់ខ្លួនបាន capture នៅប្រធានាធិបតីប្រទេសវេណេស៊ុយអេឡាព្រមទាំងប្រពន្ធរបស់គាត់ហើយបានហោះហើរចាក់ចេញពីប្រទេសវេណេស៊ុយអេឡានឹងហើយការវាយប្រហារនេះក៏ឡើងបន្ទាប់ពីលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកបានបង្កើនវត្តមានយោធាទ្រង់ទ្រាយធំនៅក្នុងតំបន់ Caribbean ដើម្បីដាស់សម្ពាធឲ្យលោកប្រធានាធិបតីប្រទេសវេណេស៊ុយអេឡានឹងជាច្រើនខែណាស់មកហើយក៏ធូររមានម្ដងហើយម្ដងទៀតថាការវាយប្រហារទៅលើប្រទេសវេណេស៊ុយអេឡាពីសំណាក់សហរដ្ឋអាមេរិកនឹងកើតមានឡើងនៅក្នុងពេលឆាប់ៗនេះនិយាយទៅតាំងពីចុងឆ្នាំ2025ឥឡូវនេះដើមឆ្នាំ2026អត់ទាន់បានមួយអាទិត្យឡងគឺមានការវាយប្រហារតែម្ដងហើយនៅក្នុងរយៈយ៉ាងខែនេះគឺអាមេរិកបានបង្កើនសម្ពាធទៅលើវេណេស៊ុយអេឡាតាមរយៈមធ្យោបាយផ្សេងៗដូចជាការបិទដែនអាកាសដាក់ទណ្ឌកម្មក៏ដូចជាវាយប្រហារលើទូកសង្ស័យដឹកគ្រឿងញៀននិងរឹបអូសជាមួយនឹងកប៉ាល់ដែលដឹកប្រេងវេណេស៊ុយអេឡាជាដើមជំទាស់មូលហេតុនៃការវាយប្រហារនេះវិញគឺដោយសារតែរដ្ឋបាលរបស់លោក Donald Trump គឺបានចោទប្រកាន់ទៅលោក Maduro ប្រធានាធិបតីប្រទេសវេណេស៊ុយអេឡានឹងគឺជាមេខ្លោងបណ្ដាញអុក្រិជនគ្រឿងញៀនជាពិសេសគឺនាំចូលសហរដ្ឋអាមេរិកនឹងតែម្ដងប៉ុន្តែប្រធានាធិបតីប្រទេសវេណេស៊ុយអេឡាគឺបានបដិសេធចំពោះការចោទប្រកាន់នេះក៏បានចោទប្រកាន់ត្រឡប់ទៅវិញថាគោលបំណងដែលសហរដ្ឋអាមេរិកធ្វើបែបនេះគឺដើម្បីចង់ផ្ដួលរលំនៅអំណាចរបស់គាត់ពីព្រោះអីប្រទេសវេណេស៊ុយអេឡាគឺជាប្រទេសដែលមានធនធានប្រេងបម្រុងច្រើនជាងគេបង្អស់នៅលើពិភពលោកចឹងយើងយងចាំមើលទៅអស់គ្នាទៀតព្រោះអីលោក Donald Trump ក៏បានបញ្ជាក់នៅក្នុងការបង្ហាញតាមបណ្ដាញសង្គមរបស់គាត់ថានឹងមានសន្និសីទសារព័ត៌មាននៅម៉ោង11ថ្ងៃត្រង់នៅរដ្ឋ Florida សហរដ្ឋអាមេរិកមកត្រឹមតែដើមឆ្នាំ2026តែប៉ុណ្ណោះយើងមានព័ត៌មានការបាញ់របស់គ្នាត្រូវបន្តតាមដានមើលទៀតហើយអរគុណសម្រាប់ការតាមដាន